ឥឡូវខ្ញុំលើកឧទាហរណ៍ឥឡូវហ្នឹងភាសារូបរងមានច្រើនឥឡូវហ្នឹងគណៈបកមួយចំនួនណាដែលភ្លើងទៀនបានជ្រើសរើសយកជាដៃគូណាដែលភ្លើងទៀនបានរើសជាដៃគូគណៈបកមួយខ្ញុំអត់ចង់បញ្ចេញឈ្មោះទេប៉ុន្តែបងប្អូនដែលជាអ្នកតស៊ូបងប្អូនដឹងហើយបងប្អូនចាំទេកាលពីឆ្នាំ2018ក្រោយការរំលាយគណៈបកសង្គ្រោះជាតិឆ្នាំ2017ពេលហ្នឹងអ្នកប្រជាធិបតេយ្យទាំងអស់កំពុងតែឈឺចាប់មែនទេបងប្អូនកំពុងតែឈឺចាប់និងកំពុងតែប្រម៉ែប្រមូលគ្នាដើម្បីរក្សានៅស្មារតីដើមថាយើងអត់គ្រប់គ្រងការបោះឆ្នោតទេដរាបណាអត់មានវត្តមានគណៈបកសង្គ្រោះជាតិប៉ុន្តែពេលហ្នឹងអ្នកនយោបាយបែបប្រជាពិធអ្នកនយោបាយដែលគិតគូរអំពីផលប្រយោជន៍ខ្លួនឯងគិតគូរអំពីផលប្រយោជន៍គ្រួសារចេញមកបង្កើតគណៈបកដើម្បីចូលរួមការបោះឆ្នោតទោះបីបន្ធុចញុចខ្វះនេះខ្វះនោះក៏ដោយគេឲ្យចូលរួមការបោះឆ្នោតក្រោយការបោះឆ្នោតប្រជាពលរដ្ឋដែលអ្នកស្នេហាជាតិអ្នកស្រឡាញ់ប្រជាធិបតេយ្យគេមើលឃើញថាមិនមែនជាតំណាងឲ្យអ្នកប្រជាធិបតេយ្យពេលហ្នឹងគេអត់គ្រប់គ្រងទេដល់ពេលអត់គ្រប់គ្រងអត់បានកៅអីស្រាប់តែអត់បានកៅអីផងគេបង្កើតអីក្រុមប្រឹក្សាពិគ្រោះយោបល់ចូលរួមក្នុងក្រុមប្រឹក្សាពិគ្រោះយោបល់ទៅយកតំណែងឋានៈសមាទេសរដ្ឋមន្ត្រីមានសហុយឡានមានប្រាក់ខែគ្នាគេប្រមាណអ្នកស្រឡាញ់ងាយឯកឧត្តមយកស៊ីម៉ាណាត់ឆ្នាំ2022ពេលដែលគណៈបកភ្លើងទៀនដំណើរការឡើងវិញដែលជំនួសឲ្យស្មារតីដើមក្នុងទូនីតិជាអ្នកបន្តស្មារតីដើមជាអ្នកតំណាងឲ្យអ្នកប្រជាធិបតេយ្យនៅក្នុងការតស៊ូពេលហ្នឹងគណៈបកមួយហ្នឹងគណៈបកដែលចាត់ទុកថាជាតំណាងគណៈបកភ្លើងទៀនបច្ចុប្បន្នចេញមកហែកជាមួយនឹងគណៈបកយើងហ្មងមែនបងចាំទេចេញមកហែកហ្មងបង្កើតហែកទៅហែកទៅណាទៅហៅទៅពួកភ្លើងទៀនទៅចូលជាមួយបេក្ខជនហ្នឹងឯងប៉ុន្តែពេលការបោះឆ្នោតស្រាប់តែអត់បានតម្លៃទាំងអស់ស្រាប់គេគុណគូបោកលិចបោកកើស្រាប់តែគណៈបកភ្លើងទៀនលទ្ធផល1លានជាងបានកៅអី21 22អាសនៈនៅព្រៃវែងអាចបានកៅអី2តិចបំផុត2ទៅ3អញ្ចឹងលាលែងពីឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ហើយមកចូលរួមសុំចូលរួមជាមួយនឹងគណៈបកអត់កាលហ្នឹងអត់ថារួបរวมទេណាចូលរួមជាមួយនឹងគណៈបកភ្លើងទៀនដើម្បីបានទទួលបានផលហើយមុននឹងមកហ្នឹងបងប្អូនសិតតស័យលិខិតទៅប្រាប់គេទៀតណាប្រាប់ប្រធានគណៈបកដឹកនាំប្រទេសទៀតណាសុំអវាទដើម្បីបន្តនយោបាយអញ្ចឹងមានន័យថាមុននឹងចូលរួមជាមួយនឹងគណៈបកភ្លើងទៀននឹងសុំអវាទគេសិនបងប្អូនអាចយកពីពុទ្ធាអាចយកពីនេះចាំបាច់ឲ្យមើលឯកសារនឹងមិនមែនខ្ញុំនិយាយដើមទេអាហ្នឹងទី1មួយទៀតបងប្អូនសួរថាតើស្មោះត្រង់អត់នៅឆ្នាំ2023នៅពេលដែលគណៈបកភ្លើងទៀនទឹកចិត្តដល់ច្រមុះចិត្តលេចហ្នឹងមកដល់ហ្នឹងគឺត្រូវការឯកសារសម្រាប់ចូលរួមការបោះឆ្នោតហើយក្តីសង្ឃឹមគឺមានគណៈបកហ្នឹងតែមួយគត់ដែលយើងមានក្តីសង្ឃឹមបន្ទាប់ពីគណៈបកភ្លើងទៀនมันអាចមានឯកសារដើមនៅក្នុងការចូលរួមការប្រកួតស្រាប់តែតពឹងគេថាអត់មានផងបាត់ហើយខ្ញុំនេះទៅវលោកគ្រូនេះក៏ទៅសួរនាំខ្ញុំទៅអៀកកខ្ញុំសួរថាអូឥឡូវបាត់មែនឬក៏មួយវាមានបញ្ហារឿងគ្រួសារគំនាបគ្រួសារជួយប្រាប់ត្រង់ថាអត់ទេបាត់រកអត់ឃើញអញ្ចឹងយើងក៏អត់សង្ឃឹមយើងក៏បង្កើតគណៈបកមួយអត់បានហើយយើងក៏អត់បានចូលរួមការបោះឆ្នោតដោយសារតែគេអត់មានឃើញបាត់បង់20 30អាសនៈសភាអញ្ចឹងយើងក៏បង្ខំចិត្តបង្កើតគណៈបកថ្មីនេះស្រាប់តែបង្កើតគណៈបកថ្មីនេះហើយយើងកំពុងតែជជែកកិច្ចការងារនៅក្នុងការរៀបចំរចនាសម្ព័ន្ធស្រាប់លេងគណៈបកនោះចេញមកឡើងមានឯកសារវាមហាចៃដល់ខ្លួនណាបងប្អូនពេលហ្នឹងហើយដែលគណៈបកយើងចាប់ផ្ដើមប៉ះគ្នាហើយគេហៅថាបែកគ្នានៅក្នុងហ្នឹងឯងអញ្ចឹងអ្នកដែលគិតថាមកតស៊ូជាមួយនឹងគណៈបកកម្លាំងជាតិមានរងឈុនមិនហ៊ានដើរជាមួយទេព្រោះរងឈុនគាត់មានចំហររឹងមាំតាមសួរគាត់បបួលធ្វើបាតកម្មអញ្ចឹងយើងអត់ហ៊ានទេទៅខាងនោះរៀងជជាក់រៀងជជាក់អញ្ចឹងរួចខ្លួនអញ្ចឹងក៏មានមួយក្រុមនៅខាងនោះហើយមួយក្រុមដែលរៀងហ៊ានបន្តិចទៅរំពឹងគេហៅថាសង្ឃឹមលើរងឈុនទៅក៏ដើរជាមួយមកចូលរួមជាមួយនឹងគណៈបកកម្លាំងជាតិទៅអានេះគឺជាបបហេតុដែលខ្ញុំចង់ជជែកថាវាភាពមិនស្មោះត្រង់ពេលដែលត្រូវការផលប្រយោជន៍ពីគណៈបកកណ្ដាលអំណាចទៅតូតូនរៀបចំដើម្បីចូលរួមយកផលប្រយោជន៍ដែលគេបានរៀបចំពេលដែលមើលឃើញឱកាសគណៈបកដឹកនាំប្រទេសគណៈបកប្រជាធិបតេយ្យមានឱកាសបានកៅអីចាប់ដើមបោះបង់ចោលអាដាមក្រុមប្រឹក្សាហ្នឹងដើម្បីមានក្តីសង្ឃឹមគឺបានកៅអីតំណាងរាស្ត្រអាហ្នឹងឯងដែលគេហៅថាភាពមិនស្មោះត្រង់ជាមួយនឹងគណៈបក